សូមជម្រាបសួរបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញរបៀបដាក់ license កម្មវិធី Microsoft Office Word Excel PowerPoint ឆ្នាំ2021ជូនអតិថិជនរបស់យើងដែលគាត់មានបញ្ហាកម្មវិធី Expire អត់មាន license ចឹងដើម្បីដាក់ license បានដំបូងយើងត្រូវបើកកម្មវិធី Word សិនមកហើយនៅពេលដែលបងប្អូនបើកហើយឃើញចំណងបែបនេះបងប្អូនគាត់ចុចពាក្យ Accept សិនពាក្យ Accept សិនទៅហើយត្រង់ចំណនេះចុច Close តើមកយើងចុចខ្វែងចុចបិទវាហើយបងប្អូនមើលកន្លែងពាក្យ Account ហើយមើលស្ដាំដៃយើងចុចលើពាក្យ Change ដាក់ key ហ្នឹងហើយតើមកយើង copy license មកហើយយើងផាស license ចូលយើងចុច Control V នៅលើ keyboard ទៅដើម្បីផាស license ចូលហើយបន្តមកទៀតបងប្អូនមើលខាងក្រោមហ្នឹងកន្លែងពាក្យ Activate Office ហើយយើងគ្រាន់តែចុចលើពាក្យ Activate Office ទៅហើយជំរាបបន្តទៀតយើងបិទកម្មវិធី Word សិនហើយបន្តមកយើងបើកសារថ្មីហើយចង់ចាញ់នេះបងប្អូនធ្វើយើងលើគេបន្តមកយើងចុចនេះទៅហើយបើសិនជាឃើញតម្រងបែបនេះមានថា license ហ្នឹងវាដំណើរការអញ្ចឹងយើងអាចប្រើប្រាស់កម្មវិធី Word Excel ឬក៏ PowerPoint ហ្នឹងបានហើយបងប្អូនគ្រាន់តែចុចបិទវាទៅចុចបិទទាំង Windows ហ្នឹងហើយបងប្អូនអាចចូលមកឆែកមើលនៅកន្លែងaccount ពាក្យ account សាថ្មីម្ដងទៀតហើយបើឃើញ Product Activated អាហ្នឹងមានថាកម្មវិធីយើងអាចប្រើប្រាស់បានអញ្ចឹងតកតង license ការដាក់ license ហ្នឹងវាដដែលទេហើយបងប្អូនដែលគាត់មានបញ្ហាឬក៏មានចម្ងល់តកតង license បងប្អូនអាចធ្វើការតកតងមកកាន់ពួកយើងបានសម្រាប់ license ជាភេទ license ដែលអាចប្រើបានរហូតអញ្ចឹងបងប្អូនអាចយកទៅប្រើដោយទំនុកចិត្តបានហើយពួកយើងក៏មានការធានាជូនផងដែរសម្រាប់ license ហើយសម្រាប់ license មួយហ្នឹងគឺយើងអាចប្រើបានទាំងកម្មវិធី Word ទាំងកម្មវិធី Excel ទាំងកម្មវិធី PowerPoint ហើយរួមទាំងកម្មវិធី Outlook ណាអញ្ចឹងបងប្អូនអាចយកទៅប្រើបានដោយទំនុកចិត្តហើយយើងមានការធានាជូនត្រឹមត្រូវអញ្ចឹងណា